ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះអានជាសកុងថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពី comment type ហើយក្នុងនោះទី1ខ្ញុំនឹងធ្វើការ SA ទៅកាន់ IP user របស់ខ្ញុំប៉ុន្តែក្នុងនេះខ្ញុំបានធ្វើហើយអញ្ចឹងខ្ញុំសូមបង្ហាញលោកគ្រូតែម្ដងទី1យើងត្រូវប្រើ comment who mi ដើម្បីដឹងថា user នឹងជារបស់នរណានេះគឺជា user របស់ខ្ញុំហើយទី2ខ្ញុំនឹងធ្វើការ list អញ្ចឹងយើងត្រូវប្រើ comment ls អញ្ចឹងវាមាននៅក្នុងនេះហើយអញ្ចឹងបន្ទាប់មកខ្ញុំនឹងធ្វើការ comment pipe ទី1ខ្ញុំប្រើ comment ls pipe ហើយយើង add line nl យើង pipe វាម្ដងទៀតយើងបន្ថែមពាក្យ head បន្ទាប់មកយើងបង្ហាញ line ដែលយើងចង់បានតើប៉ុន្មាន line ហើយបើសិនជាខ្ញុំចង់បាន3 line ខ្ញុំសុំវាយលេខ3គឺនេះគឺបាន3 file ដំបូងហើយគឺវាមានលេខនៅពីមុខទី1 demo ទី2 demo active zip and ទី3 demo table tar ហើយបន្ទាប់មកខ្ញុំសូមធ្វើការបង្កើត file មួយដែលមានឈ្មោះវា .tt នេះគឺជា file ដែលខ្ញុំបង្កើតអំបញ្ញមិញចឹងហើយខ្ញុំសូមធ្វើការបង្ហាញអានេះនឹងធ្វើការបង្ហាញ information មួយចំនួនដូចជាព័ត៌មានមួយចំនួនចឹងខ្ញុំសូមធ្វើការវាពាក្យline 1សួរ line 2 line 3 line 4 line 5តមកយើងធ្វើការ save file ហ្នឹងហើយខ្ញុំនឹងធ្វើការ review ម្ដងទៀតហើយបន្ទាប់មកខ្ញុំនឹងធ្វើការបង្ហាញវាហើយនឹង display វានៅលើអេក្រង់យើងចង់បាន3ជួរដំបូងយើងត្រូវប្រើ comment cat គឺ comment file ដែលយើងបានបង្កើត ready .tt pipe line ដែលយើងកើត head rồiយើងវាចេញ line 1 line 2 line 3ហើយនេះគឺជាវីដេអូរបស់ខ្ញុំក្នុងការបង្ហាញ comment pipe សូមអរគុណលោកគ្រូ